Hello ទាំងអស់គ្នាថ្ងៃនេះបានមីក្រូហ្វូនអត់ថ្មីទិញតាមវីដេអូតែតាមខ្ញុំសាថ្ងៃនេះខ្ញុំមកនិយាយពីសភៅក្បាលដែលខ្ញុំចាប់ផ្ដើមអានគឺសភៅវិញ្ញាសាជីវិតដែរនិពន្ធដោយបងកូនចាំមាសបងសែមថាគាត់និពន្ធតាំងពី2019ហើយក្នុងសភៅហ្នឹងគាត់ចែកចេញជាអត្ថបទទូចតែឲ្យយើងស្ងាយស្រួលក្នុងការអានតែខ្ញុំអត់พูดទេណាអានចាប់ហើយសរសេរវិចារពីមិនได้អានទៀតសរសេរឲ្យផ្ញើឲ្យបងក៏ចាំនេះហេតុអីបានសភៅដំបូងខ្ញុំរើសយកសភៅវិញ្ញាសាជីវិតហ្នឹងថាទីមួយគឺ fan របស់បងក៏ចាំនេះហើយក៏បានដឹងខ្លះពីវីដេអូរបស់បងក៏ចាំនេះតែនិយាយទៅនឹងសភៅវិញ្ញាសាជីវិតហ្នឹងក៏ចាប់ផ្ដើមចង់បានអានហើយក៏តែខ្ញុំអានទៅនៅក្នុងសភៅហ្នឹងនិយាយគ្រប់ទាំងអស់ទាំងទៅដល់នឹងអារម្មណ៍ទៅដល់នឹងប្រាជ័យទៅដល់ដំណើរជីវិតរបស់យើងមានអារម្មណ៍មានការសិក្សាមានការផ្លាស់ប្ដូរហើយក៏មានអត្ថបទមួយដែលប្រហែលជាអ្នកទាំងអស់គ្នាក៏ធ្លាប់បានដឹងដែរពីវីដេអូរបស់គាត់អត្ថបទមួយនឹងចេញពីសភៅវិញ្ញាសាជីវិតផងដែរតែមានចំណងជើងនៅក្នុងអត្ថបទទូចមួយគឺបើស្រឡាញ់គេប្រាប់គេទៅនៅក្នុងអត្ថបទហ្នឹងបាននិយាយអំពីតំណទៅនឹងអារម្មណ៍ដែលយើងតែសម័យហ្នឹងគេហៅថាតាំងគេម្នាក់ឯងអញ្ចឹងតែបើអ្នកអស់គ្នាចង់អានអត្ថបទទូចក្នុងសភៅហ្នឹងក៏តែខ្ញុំអានបានចាំខ្ញុំរកមើលកន្លែងដែលខ្ញុំស្រឡាញ់ជាងគេមួយទៀតអញ្ចឹងស្រឡាញ់ទាំងអស់សិតតែគូសពណ៌ក្រហមគូក្រហមឃើញអានចេញពីអត្ថបទទូចក្នុងសភៅទេខ្ញុំអាននៅក្របនៅខាងក្រៅតែហ្មងគឺគាត់ដាក់ថាក្រោមចំណងជើងនេះមាន3ម៉ាត់គឺញញឹមសង្ឃឹមតស៊ូហើយគាត់នៅខាងក្រោមនេះគាត់គ្រីរស់នៅជាមួយក្តីស្រឡាញ់និងការចែករំលែកចំណុចចិត្តនិងវិជ្ជមានក្តីសង្ឃឹមនិងការអត់ធ្មត់ហ៊ានពុះពៀដើម្បីក្តីសុបិនអានេះគាត់ដាក់សញ្ញាសួរឲ្យគាត់គ្រីទេថាយើងហ៊ានអត់នឹងគេរបស់យើងនៅខាងក្រោយក្រុមសភៅនេះគាត់បានថាជីវិតដ៏ពេញលេញមួយជាជីវិតដែលធ្លាប់ឆ្លងកាត់ស្ទើរតែគ្រប់រសជាតិពីខ្លះវាពិបាកលេបយើងមិនចង់សាកភ្លាត់ទេប៉ុន្តែទីបំផុតក៏ត្រូវទ្រាំលេបទាំងពិបាកជីវិតជួបតែរឿងរ៉ាវដដែលពេលខ្លះក៏យល់ថាហត់ខ្លាំងណាស់សម្ពាធជីវិតពិតជាធ្ងន់ពិបាករែកប៉ុន្តែបើយល់ថាពិបាកខ្លាំងហើយដែលយើងមិនអាចទម្លាក់ចោលអំរែកខ្លះដែលមិនសូវសំខាន់ធ្លាប់ជឿចាប់ធ្លាប់សើចសប្បាយធ្លាប់បាត់បង់ធ្លាប់ត្រូវគេបោះបោនធ្លាប់ត្រូវគេសើចចំអដែលជាបទពិសោធន៍ដើម្បីឲ្យយើងបន្តរស់នៅពាក្យ3ម៉ាត់តែជីវិតគូតែបន្តញញឹមសង្ឃឹមទៅញញឹមចំពោះអតីតកាលសង្ឃឹមក្នុងពេលបច្ចុប្បន្នហើយតស៊ូដើម្បីអនាគតចេញផ្សាយដោយសៀវភៅជីវិតចឹងនឹងមានតែប៉ុណ្្នឹងទេខ្ញុំអត់ចង់ស្ពយនៅក្នុងសៀវភៅទេមិនឲ្យអស់គ្នាទៅចិត្តចាំទៅទិញពីបងសាមថាបងគាត់ញ៉ាំនេះហើយជួបគ្នាវីដេអូក្រោយបាយ